ប់នឹងស្មានហ្មងថារដ្ឋាភិបាលកម្ពុជាធ្វើដល់ថ្នាក់នឹងចំពោះក្រុមគ្រួសារកងទ័ពដែលបានពាក់លីនឹងរងរបួសធ្ងន់នៅក្នុងសមរភូមិសង្គ្រាមការពារទឹកដីនៃប្រទេសកម្ពុជាដោយនៅពេលថ្មីនេះតាមរយៈការចុះផ្សាយរបស់វិទ្យុបារាំងបានឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានផ្ដល់ក្របខ័ណ្ឌរដ្ឋឲ្យក្រុមគ្រួសាររបស់វីរៈកងទ័ពយើងដែលបានពាក់លីនឹងរងរបួសធ្ងន់នៅក្នុងសមរភូមិសង្គ្រាមសៀមឆ្លៀនពៀនកម្ពុជាយើងហ្នឹងចំនួន41គ្រួសារនៅក្នុងមួយគ្រួសារគឺទទួលបានក្របខ័ណ្ឌរដ្ឋនៅក្នុងជួរកងទ័ពយើងមួយពុកម៉ែបងប្អូនទាំងអស់គ្នាហើយការផ្ដល់ឲ្យនេះគឺរដ្ឋាភិបាលកម្ពុជាយើងផ្ដល់ឲ្យតាំងពីខែ3មកម្លេះដែលទៅតែចុះផ្សាយនៅថ្ងៃទី3ខែមិថុនាឆ្នាំ2026នេះទេឆ្នេះហើយនេះគឺបង្ហាញឲ្យឃើញថារដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបកប្រជាជនកម្ពុជាមិនដែលភ្លេចគុណនៅការពាក់លីរបស់វីរៈកងទ័ពយើងដើម្បីជាតិមាតុភូមិនោះទេរដ្ឋាភិបាលកម្ពុជាមានប្រជាពលរដ្ឋគឺថាដឹងគុណវីរៈកងទ័ពនិងក្រុមគ្រួសាររបស់វីរៈកងទ័ពយើងគ្រប់ពេលវេលានិងជារៀងរហូតទៅតែម្ដង